ស្ដីអ្នកទាំងអស់គ្នាដែលមានបញ្ហាទាក់ទងទៅនឹងពេលដែលចូល website ណាមួយហើយយើងចង់ copy អក្សរដែលគេសរសេរហ្នឹងហើយស្រាប់តែយើង copy អត់បានដែលនេះជាឧទាហរណ៍ទេនេះជា website ស្អាតដែលយើងអាច copy បានធម្មតាប៉ុន្តែមាន website មួយចំនួនដែលគេសរសេរមកគេ build មកហ្នឹងអាចឲ្យយើងនឹង copy បានទេអញ្ចឹងឯនេះខ្ញុំមានវិធីសាស្ត្រមួយដើម្បីឲ្យយើងនឹងអាច copy បានក្នុងករណីដែល website គេ block ឲ្យយើង copy អញ្ចឹងដើម្បី copy បានយើងអាចចូលទៅក្នុង Google Edge ឬក៏ Google Chrome អាស្រ័យទៅលើអ្នកទាំងអស់គ្នាប្រើប្រាស់អញ្ចឹងបន្ទាប់មកយើងត្រូវការ extension មួយបាទយើងចូលទៅកន្លែង extension ហើយចូលពីថា manage extension បន្ទាប់មកបាទចុច get extension for Microsoft Edge អញ្ចឹង extension ដែលយើងត្រូវការនោះដែលមានឈ្មោះថាយើងសរសេរថា enable copy path នេះនៅខាងក្រោម enable copy path អញ្ចឹងគឺ extension ទី2នេះបាទយើងចុចពាក្យ get ហើយចុចពាក្យ extension អូខេអញ្ចឹងឃើញថាយើងដំឡើង extension នឹងរួចរាល់ហើយយើងអាចចូលទៅប្រើប្រាស់បានហើយអញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកនេះមាន feature គេថាយើងចង់ copy យើងគ្រាន់តែចុចពាក្យ enable មកបាទហើយក្នុងករណីថាយើង copy អត់បានអញ្ចឹងយើងអាចចុច refresh មកហើយបន្ទាប់មកយើងនឹងអាច copy បានធម្មតាហើយចំពោះ extension នេះដែរសូមអ្នកទាំងអស់គ្នាប្រើប្រាស់ដោយមានទំនួលខុសត្រូវព្រោះថា extension មួយចំនួនហ្នឹងក៏មានមេរោគក្នុងហ្នឹងដែរអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្ណេះឯងសូមអរគុណសូមជម្រាបលា